បាទជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះមេយុទ្ធវណ្ណៈមកពីសាកលវិទ្យាល័យញ៉ូតុនឆ្នាំទី2នៃឆមាសទី1ផ្នែកកុំព្យូទ័រនៃការអភិវឌ្ឍកម្មវិធីថ្ងៃនេះដែរខ្ញុំមានការបកស្រាយនៃបទបង្ហាញមួយនិយាយអំពីការរក្សាទិន្នន័យនៅក្នុងហាងលក់កុំព្យូទ័រមួយកន្លែងនៃកម្មវិធី Microsoft Access ដែលបង្រៀនដោយសាស្ត្រាចារ្យអ៊ុំសាងកសលលើ Subject Database បាទហើយនៅក្នុងក្រុមខ្ញុំបាទមានសមាជិក4នាក់ដូចជាខ្ញុំបាទឈ្មោះមេងយុទ្ធវណ្ណៈទី2ទុំតោហើយទី3សទ្ធីវឌ្ឍនៈហើយនិងទី4នៅបញ្ញាឥឡូវនេះដែរបន្ទាប់ពីការធ្វើការណែនាំខ្លួនស្រេចរួចរាល់ហើយខ្ញុំនឹងនាំគ្នាយើងទាំងអស់គ្នាទៅមើលនៃការបង្កើតកម្មវិធីបាទឥឡូវនេះខ្ញុំលើកយក3ចំណុចពាក់ព័ន្ធទៅនឹងការបង្កើតកម្មវិធីនេះទី1ពាក់ព័ន្ធទៅនឹង Customer Table ហើយទី2ខ្ញុំនឹងនិយាយអំពី Product Table ទី3 Sales Table នៅក្នុង Customer Table ហ្នឹងគឺនិយាយអំពីការរក្សាទិន្នន័យរបស់អតិថិជនដូចថាជាមានអតិថិជនរបស់ខ្ញុំនៅក្នុងហាងហ្នឹងគឺខ្ញុំបានទិន្នន័យចំនួនថា18នាក់អីចឹងទៅហើយដូចជាមានឈ្មោះទុំយូអីចឹងហារិតអីចឹងហើយអានេះលេខដូចជាលេខទូរស័ព្ទរបស់គាត់អ៊ីមែលរបស់គាត់ហើយទីតាំងរបស់គាត់នៅណាអីចឹងដូចជានៅភ្នំពេញយើងដាក់ PP ចឹងមកហើយបន្ទាប់ពីខ្ញុំបង្ហាញចំនួននៃអតិថិជនរបស់ខ្ញុំហើយខ្ញុំនឹងឈានទៅដល់ណែនាំអំពី Product Table ម្ដងទៀតឥឡូវនៅក្នុង Product Table នេះគឺទាំងអស់នេះគឺទិន្នន័យដែលរក្សាទុកអំពី Product ដែលខ្ញុំមាននៅក្នុងហាងដូចជាមានជា ASUS MSI ហើយនិង Acer Dell ហើយនៅក្នុងនេះដែរវាមានដូចជាពពួកកាតារីហ្នឹងគឺនិយាយអំពីកុំព្យូទ័រថាវាធ្វើការទៅមុខងារអីចឹងដូចជា ASUS គឺគេបង្កើតឡើងដើម្បីជាពពួក gaming ហើយពពួកMSI ឬក៏ Microsoft គឺនិយាយអំពីការសម្រាប់ធ្វើការងារនៅក្នុង Office អីចឹងទៅហើយពាក់ព័ន្ធនឹងតម្លៃនេះតម្លៃទៅតាមមុខតំណែងនៃ product ដែលខ្ញុំមានលក់នៅក្នុងហាងហ្នឹងដូចជាថា ASUS តម្លៃ1000អីចឹងទៅហើយ MSI តម្លៃ900អីចឹងទៅហើយយើងមើលតាមកលឹមហ្នឹងទៅពាក់ព័ន្ធទៅនឹងតម្លៃពាក់ព័ន្ធទៅនឹងកាតារីរបស់វាសម្រាប់ឲ្យអតិថិជនគាត់ចង់បានតម្រូវការមួយណាយើងស្លេចឲ្យអតិថិជនមួយហ្នឹងទៅតាមតម្លៃដែលគាត់ចង់បានអីចឹងទៅហើយពាក់ព័ន្ធទៅកលឹមនេះគឺយើងសិក្សាអំពី stock នៃ product ដែលមាននៅក្នុងហាងគឺថា stock វាមានចំនួន1 ASUS ហ្នឹងមាន1ហើយ MSI ហ្នឹងមាន2អីចឹងទៅមាន120សម្រាប់អីគេ Acer អីចឹងទៅហ្នឹងហើយមួយទៀតពាក់ព័ន្ធទៅនឹង supplier ID ដូចថា ASUS យើងកំណត់ថា ASUS ហ្នឹងស្ថិតនៅក្នុង supplier ទី1ដូចជា MSI supplier ទី2ហើយពពួក Acer ហ្នឹងថាយើងដាក់ទី4អីចឹងទៅនេះខ្ញុំឧទាហរណ៍ទី4អីចឹងទៅអាចទៅណាហើយហ្នឹងហើយនេះដូចជាថា supplier ទាំង3ហ្នឹងគឺខុសគ្នាទី4អីចឹងទៅហើយបញ្ចប់ពីនៃការបញ្យល់នៃ product table ហើយខ្ញុំនឹងឈានទៅsales table នេះគឺជាតារាងនៃបង្ហាញអំពីការលក់
នៃកុំព្យូទ័រនីមួយៗអញ្ចឹងតែឥឡូវយើងចូលទៅមើលនៃការអនុវត្តផ្ទាល់របស់ក្រុមពួកខ្ញុំតែម្ដងទៅនេះយើងចូល home មកវិញមិញខ្ញុំនិយាយពាក់ព័ន្ធនឹង customer table ហើយនឹង product table ហើយឥឡូវខ្ញុំសូមនិយាយអំពីការលក់បាទនេះគឺជា system ដែលយើងនិយាយអំពីការលក់តើឥឡូវខ្ញុំសូមស្រាយទាំង3ចំណុចនេះឡើងវិញចុះថានេះ customer ដោយថា customer name នេះគឺជាឈ្មោះគឺជាឈ្មោះរបស់អតិថិជនណាដូចថាកែមបូរិនអីចឹងទៅកែមបូរិនហើយនេះលេខទូរស័ព្ទរបស់គាត់អីចឹងណា071 2682 668អីចឹងហើយអានេះ email របស់គាត់ email ដោយថាដាក់ email របស់ខ្ញុំចុះព្រោះខ្ញុំអត់ចាំ email របស់អតិថិជនមួយហ្នឹងហើយតែឧទាហរណ៍ថារបស់ខ្ញុំចុះវណ្ណៈមេង99 dot 7ច្រឡំ7 88ចឹងទៅហើយ8ហើយ sit gmail com អញ្ចឹងទៅហើយ address របស់គាត់នេះ address របស់គាត់ថានៅកំពង់ចាមចុះកំពង់ចាមដាក់ KPC ទេសូកាត់ទេ KPC អញ្ចឹងទៅហ្នឹងហើយ address របស់គាត់គឺនៅ KBC កំពង់ចាមអញ្ចឹងទៅណាហើយគ្នាយើងនេះហើយពេលដែលខ្ញុំបញ្ចូលទិន្នន័យហើយគ្នាយើងអត់ឃើញមានថាឈ្មោះកែ modern ដែលខ្ញុំវាយបញ្ចូលមិញតើអញ្ចឹងបើយើងចង់ដឹងថាឈ្មោះកែ modern ដែលខ្ញុំវាយបញ្ចូលមិញហ្នឹងនៅកន្លែងណាតើតែយើងខ្វែងអានេះសិនគឺថាកលឹម4ហ្នឹងយើងត្រូវខ្វែងទាំង4 4ដងទៅ2 3 4តមកហើយយើងចូល customer table វិញមកហើយយើងមានឃើញលេខ19នេះលេខរៀងទី19នេះអានេះគឺជាទិន្នន័យ customer ដែលខ្ញុំវាយបញ្ចូលមិញហ្នឹងហើយមានទាំងលេខទូរស័ព្ទមានទាំង email មានទាំង address របស់គាត់អញ្ចឹងហ្នឹងហើយបន្ទាប់ពីដែលខ្ញុំបានបង្ហាញតារាង table នៃអតិថិជនទាំងអស់ហើយឥឡូវយើងទៅចូល home វិញចូល home ហើយយើងទៅបង្ហាញអំពី product ដូចថាខ្ញុំមានអវ៉ាន់ថ្មីអីចឹងដូចជាពពួក MacBook នេះយើងចូលកលឹមទី2មកយើងវាយឈ្មោះមកសធំ
make MacBook MacBook xong rồi category Office ហ្នឹងយើងចំណាយទៅលើកុំព្យូទ័រដែលធ្វើការក្នុង Office ណាហើយពាក់ព័ន្ធនឹងតម្លៃដូចថាតម្លៃកុំព្យូទ័រហ្នឹងតម្លៃ1200ហើយ stock ពាក់ព័ន្ធទៅនឹង stock យើងបាយបញ្ចូលវាមកថាមាន800គ្រឿងហើយពាក់ព័ន្ធទៅនឹង supplier ណា supplier លេខ8នេះ supplier ហើយនេះចំនួន stock អានេះតម្លៃអានេះពាក់ព័ន្ធទៅនឹងមុខងារដែលយើងប្រើប្រាស់នៃកុំព្យូទ័រហើយនេះ product name នៃ product កុំព្យូទ័រតែយើងចូលទៅមើលនៅក្នុង product table ទៅឃើញអត់បងប្អូនអ្នកនរគ្នាឃើញលេខរៀងទី8នេះគឺមាន product ថ្មី MacBook ហើយនេះក៏ពពួក category របស់វាមុខងារដែលខ្ញុំនិយាយបាញ់មិញហ្នឹងហើយនេះពាក់ព័ន្ធនឹងតម្លៃពាក់ព័ន្ធទៅនឹង stock ហើយ supplier ណាអ្នកគ្រប់គ្រងរបស់យើងអញ្ចឹងឲ្យក្នុងហាងរបស់យើងអញ្ចឹងហើយនេះគឺជាការបង្ហាញចុងក្រោយរបស់ខ្ញុំហើយក៏សូមអរគុណដល់លោកគ្រូហើយនិងអ្នកទាំងអស់គ្នាដែរដែលបានតាមដាននៃទស្សនាវីដេអូដែលខ្ញុំបានធ្វើបទបង្ហាញនៅក្នុងមេរៀននេះបាទសូមអរគុណ